អំណាចនៃវិន័យខ្លួនឯងសូមស្រមៃថាមនុស្សពីរនាក់មនុស្សទី1មានទេពកោសល្យខ្ពស់ឆ្លាតវៃមានភាពច្នៃប្រឌិតច្រើនគាត់ដឹងច្បាស់ថាត្រូវធ្វើអ្វីដើម្បីទទួលបានភាពជោគជ័យប៉ុន្តែរាល់ពេលដែលគាត់ត្រូវជ្រើសរើសរវាងអ្វីដែលងាយស្រួលនិងអ្វីដែលត្រឹមត្រូវគាត់តែងតែជ្រើសរើសផ្លូវភាពងាយស្រួលមនុស្សទី2ប្រហែលជាមិនឆ្លាតជាងគេនោះទេថែមទាំងគ្មានទេពកោសល្យពិសេសអ្វីផងក៏ថាបានប៉ុន្តែរាល់ពេលព្រឹកគាត់ក្រោកឡើងធ្វើអ្វីដែលគាត់សន្យាទុកជាមួយនឹងខ្លួនឯងទោះជាមានអារម្មណ៍ថាចង់ធ្វើឬអត់ចង់ធ្វើក៏ដោយ10ឆ្នាំក្រោយមកតើអ្នកណានឹងទៅដល់គោលដៅរបស់ខ្លួនហើយជាអំណាចនៃវិន័យខ្លួនឯងកត្តាដែលអ្នកជោគជ័យចេញពីអ្នកមានសក្តានុពលមិនប្រើប្រាស់វាថ្ងៃនេះយើងនឹងនិយាយអំពីអ្វីទៅជាវិន័យខ្លួនឯងពិតប្រាកដហេតុអ្វីបានជាវាសំខាន់ជាងទេពកោសល្យនិងសញ្ញាណភាពហើយសំខាន់បំផុតតើអាចកសាងវាយ៉ាងដូចម្តេចទោះជាអ្នកមានអារម្មណ៍ថាខ្លួនឯងខ្សោយវិន័យប៉ុណ្ណាក៏ដោយមនុស្សភាគច្រើនយល់ច្រឡំអំពីវិន័យខ្លួនឯងពួកគេគិតថាវិន័យចំពោះខ្លួនឯងមានន័យថាត្រូវតែតាំងតែងចំពោះខ្លួនឯងត្រូវអត់ធ្មត់រស់នៅដោយគ្មានការលើកទឹកចិត្តឬត្រូវរស់នៅដូចជាទាហានប៉ុន្តែពិតជាមិនមែនបែបនោះទេវិន័យចំពោះខ្លួនឯងគឺជាសមត្ថភាពនៅក្នុងការធ្វើអ្វីមួយដែលអ្នកគួរធ្វើទោះជាអ្នកមិនចង់ធ្វើក៏ដោយគឺវានៅចន្លោះពីចំណង់ចំណូលចិត្តនិងសកម្មភាពវាមិនមែនជាការបង្ខិតបង្ខំឲ្យខ្លួនឯងជឿចាប់នោះទេតែជាការជ្រើសរើសដោយស្មារតីការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើច្រើនជាងអ្វីដែលអ្នកចង់បានឥឡូវនេះលោក James Ross អ្នកនិពន្ធនិយាយអំពីការអភិវឌ្ឍខ្លួនឯងដល់ល្បីឈ្មោះម្នាក់បាននិយាយថាមនុស្សគ្រប់រូបជួបប្រទះទៅនឹងការជឿចាប់ពីរប្រភេទនៅក្នុងជីវិតការជឿចាប់អំពីវិន័យខ្លួនឯងនិងការជឿចាប់អំពីការសោកស្ដាយវិន័យមានទម្ងន់តែប៉ុន្មានក្រាមប៉ុន្តែការសោកស្ដាយមានទម្ងន់រាប់តោននេះគឺជាចំណុចស្នូលអ្នកមិនអាចជៀសផុតពីការជឿចាប់បានទេសំណួរគឺអ្នកចង់ជ្រើសរើសការជឿចាប់មួយណាការជឿចាប់ដែលគ្មានអ្នកនាំមុខឬការជឿចាប់ដែលជាប់ទៅនឹងអ្នកអស់មួយជីវិតហេតុអ្វីវិន័យខ្លួនឯងសំខាន់ជាងទេពកោសល្យនិងសញ្ញាណភាពមានការស្រាវជ្រាវចិត្តវិទ្យាដ៏ល្បីមួយដែលធ្វើឡើងដោយលោកសាស្ត្រាចារ្យ Engel Doverk អំពី Grit ការតស៊ូលទ្ធផលបង្ហាញថាសមត្ថភាពនៅក្នុងការតស៊ូនិងវិន័យជាកត្តាទស្សទេភាពជោគជ័យបានប្រសើរជាងកម្រិតពិចារណាដែលគេហៅថា IQ ទៅទៀតហេតុអ្វីពីព្រោះទេពកោសល្យប្រាប់អ្នកថាអ្នកអាចធ្វើអ្វីមួយបានល្អកម្រិតណានៅក្នុងពេលវេលាណាប៉ុន្តែវិន័យប្រាប់អ្នកថានឹងបន្តធ្វើវាទៀតថ្ងៃស្អែកខែក្រោយឆ្នាំក្រោយសូម្បីតែពេលវេលាដែលគ្មានអ្នកណាកំពុងតែមើលក៏ដោយសូមចងចាំថាអ្នកជំនាញបានកសាងតាមពេលវេលាមិនមែនតាមទេពកោសល្យទេហើយពេលវេលាទាមទារវិន័យសញ្ញាណភាពគឺជាភ្លើងចម្បាំងដែលឆេះខ្លាំងក្តៅខ្លាំងប៉ុន្តែវារលត់លឿនថ្ងៃនេះអ្នកមានអារម្មណ៍ចង់ហាត់ប្រាណខ្លាំងប៉ុន្តែថ្ងៃស្អែកអ្នកមិនចង់ក្រោកពីគ្រែក៏ថាមានបើអ្នកផ្អែកទៅលើសញ្ញាណភាពជីវិតរបស់អ្នកនឹងคล้ายទៅជាល្បឿនឡើងចុះមិនចេះចប់ថ្ងៃមួយការខិតខំធ្វើអ្វីៗច្រើនថ្ងៃបន្ទាប់ធ្វើអ្វីមួយក៏អត់ធ្វើហើយលទ្ធផលចុងក្រោយក៏គ្មានភាពថិតថេរដែលអាចវាស់វែងបានវិន័យចំពោះខ្លួនឯងក៏ដូចជាភ្លើងចម្បាំងអញ្ចឹងមិនចាំបាច់រំភើបមិនចាំបាច់មានអារម្មណ៍ខ្លាំងប៉ុន្តែឆេះជារៀងរហូតហេតុអ្វីយើងខ្វះវិន័យខ្លួនឯងយល់ដឹងអំពីទូក្បាលមុននឹងនិយាយអំពីវិធីកសាងវិន័យយើងត្រូវតែយល់មុនថាហេតុអ្វីវាពិបាកម្ល៉េះគូក្បាលរបស់មនុស្សត្រូវបានរចនាឡើងតាមរយៈការវិវត្តដើម្បីស្វែងរកភាពសុខស្រួលនិងជៀសវាងការឈឺចាប់ភ្លាមរាប់ពាន់ឆ្នាំមុនការសម្រេចចិត្តលើនឹងការជៀសវាងហានិភ័យជួយឲ្យមនុស្សរាប់លានអ្នកមានជីវិតប៉ុន្តែបច្ចុប្បន្នទាមទារផ្ទុយស្រឡះត្រូវការគិតយូរអង្វែងការពន្យាពេលនៃការសប្បាយនៅក្នុងគូក្បាលមានផ្នែកមួយដែលគេហៅថា prefrontal cortex ដែលទទួលខុសត្រូវលើការគិតវែងឆ្ងាយការធ្វើផែនការនិងការគ្រប់គ្រងខ្លួនឯងហើយមានផ្នែកមួយទៀតដែលគេហៅថា
limbic system ដែលទទួលខុសត្រូវលើអារម្មណ៍និងចង់បានភាពសប្បាយភ្លាមរាល់ពេលអ្នកជ្រើសរើសមើលទូរស័ព្ទជាជាងធ្វើការសំខាន់នោះមានន័យថា limbic system បានឈ្នះទៅលើ personal context ដំណឹងល្អគឺ personal context អាចធ្វើការវឹកហាត់ដូចជាសាច់ដុំដែរវិន័យខ្លួនឯងមិនមែនជាចរិតលក្ខណៈពីសំណាក់ទេវាជាជំនាញដែលអាចរៀនបានកំហុសដ៏ធំបំផុតដែលមនុស្សធ្វើគឺព្យាយាមផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក្នុងពេលតែមួយពួកគេចង់ចាប់ផ្ដើមហាត់ប្រាណម៉ោងមួយថ្ងៃអានសៀវភៅមួយក្បាលក្នុងរយៈពេលមួយសប្តាហ៍និងលើកកម្រិតជីវិតទាំងអស់នៅក្នុងពេលតែមួយលទ្ធផលគឺភាពអស់កម្លាំងហើយបោះបង់នៅក្នុងរយៈពេលមួយសប្តាហ៍ផ្ទុយទៅវិញសូមប្រើច្បាប់2នាទីធ្វើទម្លាប់នេះឲ្យតូចល្មមរហូតវាចំណេញពេលតែជាង2នាទីដើម្បីចាប់ដើមអ្នកចង់អានសៀវភៅចាប់ផ្ដើមដោយអានតែមួយទំព័រអ្នកចង់ហាត់ប្រាណចាប់ផ្ដើមដោយលាបសម្លៀកបំពាក់ហាត់ប្រាណហើយចេញទៅមុខឈរមុខទ្វារហាត់ប្រាណហេតុអ្វីពីព្រោះវិន័យខ្លួនឯងមិនត្រូវបានកសាងតាមរយៈអ្វីដែលអ្នកបានសម្រេចនោះទេតែតាមរយៈភាពជាប់លាប់ការធ្វើតូចៗ100ដងជាប់គ្នាមានតម្លៃជាងការធ្វើធំមួយដងហើយឈប់មានការស្រាវជ្រាវបង្ហាញថាឆន្ទៈគឺជាធនធានមានកម្រិតវាអស់ទៅតាមថ្ងៃដូចថ្មដូច្នេះវាជាជាងផ្អែកទៅលើឆន្ទៈតែម្យ៉ាងយុទ្ធសាស្ត្រឆ្លាតជាងគេគឺរៀបចំបរិស្ថានជុំវិញខ្លួនអ្នកដើម្បីឲ្យជម្រើសល្អកាន់តែងាយស្រួលនិងជម្រើសមិនល្អកាន់តែពិបាកឧទាហរណ៍ចង់ឈប់មើលទូរស័ព្ទច្រើនពេកដាក់ទូរស័ព្ទនៅក្នុងបន្ទប់ផ្សេងមិនមែននៅក្បែរខ្លួនអ្នកទេចង់ញ៉ាំអាហារល្អកុំទិញអាហារឥតប្រយោជន៍មកដាក់ក្នុងបន្ទប់តាំងពីដើមចង់អានសៀវភៅបើកកម្មវិធីសរសេររួចជាស្រេចមុននឹងអង្គុយចុះភ្ជាប់ទម្លាប់ថ្មីជាមួយនឹងអត្តសញ្ញាណមិនមែនជាគោលដៅទេនេះគឺជាចំណុចដ៏សំខាន់មួយដែលមនុស្សភាគច្រើនខកខានជាធម្មតាយើងកំណត់គោលដៅផ្អែកទៅលើលទ្ធផលខ្ញុំចង់ឆ្ពោះចុះ10គីឡូក្រាមខ្ញុំចង់សន្សំលុយបាន$10,000ប៉ុន្តែវិធីដែលព្យាយាមហើយមានប្រសិទ្ធភាពខ្លាំងគឺផ្ដោតទៅលើអត្តសញ្ញាណវាគឺជាលទ្ធផលជាជាងការគិតថាខ្លួនខ្ញុំព្យាយាមហាត់ប្រាណសូមចាប់ផ្ដើមគិតថាខ្ញុំគឺជាមនុស្សដែលហាត់ប្រាណជានិច្ចរាល់ដងដែលអ្នកធ្វើអ្វីមួយស្របតាមអត្តសញ្ញាណថ្មីនេះអ្នកកំពុងតែបោះស្នោតឲ្យខ្លួនឯងជាមនុស្សប្រភេទនោះហើយនៅចំណុចណាមួយវិន័យនឹងលែងមានការតស៊ូទៀតហើយវានឹងក្លាយទៅជាផ្នែកមួយនៃខ្លួនអ្នកទទួលយកភាពមិនស្រួលជាមធ្យោបាយកសាងកម្លាំងវិន័យខ្លួនឯងមិនអាចកសាងដោយគ្មានភាពមិនស្រួលនោះទេរាល់ដងដែលអ្នកជ្រើសរើសអ្វីមួយដែលពិបាកជាជាងធ្វើអ្វីដែលងាយស្រួលជាការវឹកហាត់កសាងសាច់ដុំវិន័យរបស់អ្នកកុំគេចវេះពីភាពមិនស្រួលស្វែងរកដោយចេតនាមួយទឹកត្រជាក់នៅក្នុងពេលព្រឹកដើរជាជាងជិះកង់និយាយការពិតដែលពិបាកនិយាយនេះមិនមែនមានន័យថាត្រូវតែធ្វើឲ្យខ្លួនឯងឈឺចាប់ដោយឥតប្រយោជន៍ទេប៉ុន្តែវឹកហាត់ខ្លួនឯងឲ្យអត់ធ្មត់និងមានភាពងាយស្រួលបន្តិចនឹងធ្វើឲ្យអ្នកមានភាពរឹងមាំជាងមុននៅពេលដែលមានឧបសគ្គពិតប្រាកដកើតឡើងនៅក្នុងជីវិតរបស់អ្នកតាមដាននិងធ្វើជាសាក្សីមនុស្សម្នាក់ដែលតាមដានភាពអភិវឌ្ឍរបស់ខ្លួនមានឱកាសជោគជ័យខ្ពស់ជាជាងអ្នកដែលមិនតាមដានការតាមដានអាចធ្វើឲ្យទៅជាសញ្ញាគ្រាន់តែមានកាយវិភាគមួយដែលគូសដោយសញ្ញា X រាល់ថ្ងៃអ្នកអាចធ្វើជាទម្លាប់នេះលោក Sharing តារាកំ pl ដ៏ល្បីឈ្មោះអ្នកធ្លាប់ចែករំលែកបច្ចេកទេសមួយហៅថាកុំបំបែកខ្សែចង្វាក់គាត់គូសសញ្ញា X លើប្រតិទិនជារៀងរាល់ថ្ងៃគាត់សរសេររឿងកំ pl ថ្មីបន្តិចម្ដងខ្សែចង្វាក់នៃសញ្ញា X វែងឡើងហើយចំណុចសំខាន់គឺកុំបំបែកខ្សែចង្វាក់នេះលើសពីនេះមានដៃគូទទួលខុសត្រូវក៏មានប្រសិទ្ធភាពដែរជាមិត្តសមាជិកគ្រួសារឬសហគមន៍ដែលដឹងពីគោលដៅរបស់អ្នកហើយសួរអ្នកជាទៀងទាត់អំពីការអភិវឌ្ឍខ្លួន